បាទជំរាបសួរដល់បងប្អូនលោកស្រីបាទស្វាគមន៍ជាថ្មីម្ដងទៀតជាមួយនឹងខ្ញុំបាទសរឿនហើយយើងវិលមកតាមដានសង្ខេបព្រឹត្តិការណ៍ទីផ្សាររញថតទាំងអស់គ្នានៅក្នុងទីផ្សារអឺរ៉ុបថ្ងៃនេះដែលនឹងចាប់ផ្ដើមបើកក្នុងពេលបន្តិចទៀតហើយចូលដល់សប្តាហ៍ទី3ថ្ងៃទី22ខែឧសភាឆ្នាំ2025យើងឃើញថាសភាពការទីផ្សារពីមួយថ្ងៃទៅមួយថ្ងៃបាទមានការវិវត្តឡើងចុះអត់ឈប់ឈរហើយមួយវិញទៀតការឡើងចុះនឹងគឺក្នុងបរិមាណមួយដែលជាមធ្យមគឺច្រើនបាទច្រើនជាងពេលមុនច្រើនជាងពេលណាដែលយើងធៀបរយៈកាល10ឆ្នាំចុងក្រោយទាំងទីផ្សារភាគហ៊ុនទីផ្សារបដូរប្រាក់ទីផ្សារហាងឆេងមាសរួមទាំងប្រេងឆៅផងបាទជាពិសេសដែលយើងក៏សម្គាល់ខ្លាំងជាងគេនោះគឺទីផ្សារហាងឆេងមាសដែលផ្ទុះការនិយមក៏ដូចជាការចាប់អារម្មណ៍ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃមិនថាតែអូឡូលោកស្រីដែលកំពុងតែជួញដូរជាកិច្ចសន្យាលើគម្រាមថ្លៃឬក៏ហៅថាការជួញដូរតាមរយៈប្រព័ន្ធ Digital Online ឬមួយក៏តាមរយៈការទិញជាមាសដុំមាសសុទ្ធនិងមាសគីឡូជាដើមជារឿងធម្មតាទេនៅពេលណាដែលទីផ្សារមួយរបស់មួយតំណែងមួយនៅពេលដែលមានការឡើងថ្លៃខ្លាំងបាទនោះនឹងផ្ទុះការចាប់អារម្មណ៍កាន់តែច្រើនដូចជាទីផ្សារដែលយើងដឹងកន្លងមកទីផ្សារចលនាទ្រព្យបាទដីធ្លីផ្ទះសម្បែងដែលមានការកើនឡើងផ្ទុះធ្វើឲ្យមានចាប់អារម្មណ៍ចង់រកស៊ីនឹងកាន់តែច្រើនឡើងរំពឹងអំពីការកើនឡើងនៃតម្លៃចលនាទ្រព្យនោះទីផ្សារ digital ដែលយើងបានដឹងដូចជា coin ជាដើមហ្នឹងដូចជា Bitcoin ជាដើមហ្នឹងគឺបានមានការស្ទុះឡើងខ្លាំងក្លាដែលធ្វើឲ្យមានការផ្ទុះចាប់អារម្មណ៍ច្រើនទីផ្សារមាសនេះក៏មិនខុសគ្នាដែរជាពិសេសដែលអ្វីដែលយើងកត់សម្គាល់ប្រហែលឆ្នាំចុងក្រោយលើទីផ្សារបដូរប្រាក់ទីផ្សារបដូរប្រាក់ខ្ញុំចង់សម្ដៅដល់រូបិយប័ណ្ណយូរ៉ូដែលជីងដូរធៀប1ដុល្លាររូបិយប័ណ្ណផោនធៀប1ដុល្លាររូបិយប័ណ្ណយេនធៀបជាមួយនឹងប្រាក់ដុល្លារខ្ញុំរាប់តែគូសំខាន់នឹងជារូបិយប័ណ្ណធំទេអូស្ត្រាលីញូហ្សេឡង់បាទឬក៏រូបិយប័ណ្ណបាតថៃជាដើមហ្នឹងដែលយើងឃើញថា3-4ឆ្នាំចុងក្រោយនេះបំរែបំរួលគឺបាទខ្លាំងក្លាមែនតើខ្លាំងក្លាមានន័យថាការប្រែប្រួលជាមធ្យមក្នុងរយៈកាលមួយខែឬក៏មួយឆ្នាំហ្នឹងគឺចំនួនបរិមាណរហូតទៅ10-20%ឯនោះដែរយើងឃើញនេះជាលុយយេនមួយគឺប្រែប្រួលប្រមាណជា40%កាលឆ្នាំទៅមានន័យថាលុយយេនបាត់បង់តម្លៃប្រមាណ70-40%តាំងពីកម្រិត111យេនឡើងដល់160យេនជាងអានេះជាការប្រែប្រួលរបស់លុយយេននៅក្នុងរយៈកាល3-4ឆ្នាំចុងក្រោយនេះទេតាំងពីផ្ទុះ COVID មកផ្ទុះសង្គ្រាមមកបាទតាំងពីមានវិបត្តិសេដ្ឋកិច្ចឬក៏នយោបាយជាដើមចា៎នេះជាបំរែបំរួលនៃទីផ្សារហើយខ្ញុំជឿថាការប្រែប្រួលដ៏ច្រើននេះវាបង្កើនលទ្ធភាពបាទនៃការទាញយកផលចំណេញពីទីផ្សារហិរញ្ញវត្ថុប៉ុន្តែទីតម្រូវឲ្យយើងបាទស្វែងយល់លម្អិតបន្ថែមអំពីបច្ចេកទេសជួញដូរទិញលក់អំពីបរិបទនៃទីផ្សារដូចជាការវិភាគតាក់ទងបាទទៅនឹងសេដ្ឋកិច្ចតាក់ទងនយោបាយឬក៏កត្តាចិត្តសាស្ត្រទីផ្សារបាទឬក៏របាយការណ៍ហិរញ្ញវត្ថុផ្សេងដែលតម្រូវឲ្យយើងយកចិត្តទុកដាក់នឹងតាមដានជាប្រចាំបាទឥឡូវយើងងាកមកសង្ខេបទៅលើទីផ្សារហិរញ្ញវត្ថុវិញទៅលើព័ត៌មានអាប់ដេតចុងក្រោយវិញតើគិតមកត្រឹមទីផ្សារម៉ោងនេះមានសភាពការវិវត្តប្រែប្រួលបែបណាហើយនឹងជាធ្វើបែបណាបន្ថែមទៀតលោកស្រីកាលពីថ្ងៃច័ន្ទដើមសប្តាហ៍កន្លងទៅខ្ញុំបានផ្ដល់យោបល់បាទទិញមាសឡើងបន្ទាប់ពីបាទវាធ្លាក់ទៅលើកម្រិត$3,150ក្នុងមួយអោនហ្នឹងមិនស្រកចុះទៀតហើយយើងឃើញថាម្សិលមិញនេះក៏បានផ្ដល់យោបល់ទិញឡើងបន្ថែមទៀតបន្ទាប់ពីបែក$3,000បាទ$3,300ឬក៏$3,000កម្រិត$3,245ពោលតម្លៃហាងឆេងមាសនេះវាបានបំបែកចំណុចនេះបើសិនជាលោកស្រីដែលមើលវីដេអូរបស់ខ្ញុំវិភាគកាលពីថ្ងៃអង្គារបាទវាបានបែកចំណុចនេះបាទបែកចំណុចនេះគឺជាចំណុចមួយដែល strong resistance បាទឬក៏ជាចំណុចមួយបង្ហាញពី demand zone បាទជាតំបន់ដែលមានការប្រមូលទិញឡើងវិញជាស្ដែងយើងឃើញថាបំបែកចំណុចហ្នឹងមែនបាទមាសក៏បន្តស្ទុះឡើងអញ្ចឹងគិតមកត្រឹមថ្ងៃហ្នឹងពីថ្ងៃពហុពុធអង្គារពុធពហុ2ថ្ងៃ3ថ្ងៃចុះយើងឃើញថាការឡើងប្រហែលជាង1.2%យើងថា1%ជាងឬក៏អាចនិយាយបានថាជាង$100ក្នុងមួយអោនបាទឬក៏ប្រហែល$750ក្នុងមួយតម្លឹងនៃបំរែបំរួលទីផ្សារបន្ថែមទៀតអញ្ចឹងបើមើលពីផ្ទាត់ដែលខ្ញុំគូពីថ្ងៃអង្គារវាបានមកដល់ចំណុចបាទចំណុច resistance ទី1ហ្នឹងគឺខ្ញុំគូនៅបាទ
nơi cầm rật mười sân bà nơi bảy pon bảy rối chật sập bảy bà chẳng mấy thà đi sân nơi chẳng ngái để cụ vô bà cụ viết tên nơi chẳng ngái tại giờ đây mình sao mấy có những bàn tình lại một thèn thì đấy thì thực mấy lại nó sai chiến mà tại toàn bàn cắt đây cứ tình vì mình sao mình nè tình vì mình sao mấy trong ngày post Oxford cho mình tên vì quân được bay ngày thà tra gặp lại trong ngục lấy phiếu ca nơi ở phần nắng và nhóm khu và toát khiêu đại bóng bay chúng nói resistance đưa cái đồng bọn demand zone ấy nhưng khi ta cái là nó bật phiếu được gọi ca rồi có phiếu ai từ rồi đi ca cái làm tham tiết nơi ai miệt còn là cao đó thăm ná đầm bay Boston lừa bị chạy cái thôi nâng phiếu ca từ tới nhưng update và bình tĩnh đa âm tranh vì po miền Moodyក្រុមហ៊ុនគេហៅថាក្រុមហ៊ុនវាតម្លៃនឹងចាត់ថ្នាក់ឬក៏ក្រុមហ៊ុន credit watch rating ក្រុមហ៊ុនចាត់ថ្នាក់ឬក៏វាតម្លៃទៅលើហិរញ្ញប្រទានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយឬក៏ស្ថាប័នរដ្ឋមួយបាទហើយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង3ដែលបានវាតម្លៃទៅលើសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2025ដល់ហើយនឹងឆ្នាំខាងមុខបង្ហាញអំពីក្តីព្រួយបារម្ភមកតាក់ទងទៅនឹងការរីកឡើងនៃបំណុលឬក៏ពីដើមបំណុលដែលអាចកើនចន្លោះ3ទៅ5 trillion ទៀតក្នុងរយៈកាលដ៏ខ្លី2034ខាងមុខហ្នឹងបាទមិនយូរទេហើយទំហំនេះវារីកច្រើនបើយើងគិតពីឥឡូវ37 trillion បូកជួបគ្នាខ្ទង់142ឬក៏143 trillion នេះដែលជាការវាស់វែងវាស់ស្ទង់ដោយស្ថាប័នហិរញ្ញវត្ថុបាទអន្តរជាតិហើយមិនតែក្រុមហ៊ុន Moody នឹងទេក្រុមហ៊ុនដូចជា Fit ក្រុមហ៊ុន S&P ឬក៏ Standard & Poor's ហ្នឹងបានវាតម្លៃចាត់ថ្នាក់តាំងពីដើមមកហើយក៏ Moody ហ្នឹងក្រោយគេប៉ុន្តែការវាតម្លៃចាត់ថ្នាក់ដកបន្ទុកនេះគឺមិនអាក្រក់ពេកទេគាត់ថាដកបន្តិចបើយើងនិយាយថា100វាដកដល់សល់95ឬ94អញ្ចឹងទៅអាហ្នឹងបើយើងមើលពីការវាស់វែងដូចជាចាត់ថ្នាក់វាតម្លៃហើយបន្ទាប់ពីក្រុមហ៊ុននឹងបានចេញផ្សាយទៅស្រាប់តែខាងរដ្ឋាភិបាលហ្នឹងក៏បដិសេធមិនខាងរដ្ឋមន្ត្រីរដ្ឋាភិបាលជាតិលោក Scott Bessent ហ្នឹងគាត់ចេញមកបដិសេធថារបាយការណ៍ស្ថិតិឬការវាតម្លៃហ្នឹងវាអត់ត្រឹមត្រូវបាទវាអត់ត្រឹមត្រូវឬក៏វាមិនឆ្លោះបញ្ចាំងអំពីសេដ្ឋកិច្ចសហរដ្ឋអាមេរិកទាំងមូលដោយគេមើលឃើញថាកំណើននៃសេដ្ឋកិច្ចទំនងជានឹងអាចកើតមានតាមរយៈការបោះទុនវិនិយោគនិងបោះមូលដ្ឋានផលិតក្នុងប្រទេសអាមេរិកទឹកដីអាមេរិកហ្នឹងច្រើនជាងមុនបាទជាពិសេសតាមរយៈការគីងកនៃមូលធនវិនិយោគរបស់ប្រធានាធិបតី Donald Trump ដែលមានក្រុមហ៊ុនបរទេសច្រើនទៅ invest ប្រមាណជា5-6 trillion ហ្នឹងគឺជាបរិមាណមួយច្រើនអញ្ចឹងគេនឹងមើលឃើញថាអនាគតអាចនឹងមានភាពល្អប្រសើរស្រាប់តែយើងឃើញថាស្រាប់តែមួយថ្ងៃម្សិលមិញបាទនៃឯមន្ទីរបញ្ញកោណឬក៏ហៅថា Capitol Hill មន្ទីរបញ្ញកោណស្រាប់តែលោកប្រធានាធិបតីគាត់បានប្រផុសគំនិតឬក៏លើករៀបចំនៅផែនការដាក់ចេញនៅបាទកញ្ចប់ថវិកាច្រើនមហាសាលប្រហែលជាង5 trillion បាទគឺជា bill មួយគឺជាកញ្ចប់ថវិកាមួយដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់សម្រាប់រដ្ឋាភិបាលក្នុងអាណត្តិរបស់លោក Donald Trump ខាងមុខហ្នឹងពីឥឡូវរហូតដល់ដាច់អំណាចហើយក្នុងហ្នឹងគេរួមបញ្ចូលទាំងការកសាងនៅតំបន់អភិវឌ្ឍនៅតំបន់កាសាផងនេះជាកញ្ចប់ក្នុងចំណោមហ្នឹងក៏មានដែរការកាត់នៅគេហៅថាពន្ធដារមានន័យកាត់បន្ថយពន្ធដាររបស់រដ្ឋណាហើយការកាត់បន្ថយពន្ធដារនេះវាធ្វើឲ្យបាត់ចំណូលជាតិបាទជាទូទៅរដ្ឋពឹងអាស្រ័យលើចំណូលពន្ធដារអញ្ចឹងការកាត់បន្ថយនេះវាធ្វើឲ្យបាត់បង់ចំណូលជាតិអញ្ចឹងតាមរយៈក្រុមហ៊ុន Reading ចេញផ្សាយហើយថាថ្ងៃក្រោយមកលោកធានាធិបតីគាត់និយាយចេញពីបទខ្លួនឯងថានឹងបំផុសនៅកញ្ចប់ថវិកាមហាសាលបន្ថែមទៀតយកមកប្រើប្រាស់រួមទាំងការកាត់បន្ថយនៅពន្ធដារផងអាហ្នឹងវាកាន់តែជំរុញឲ្យបាទភ្លាមហ្នឹងបាទប្រាក់ដុល្លារគឺមានការថមថយតម្លៃហើយរុញឲ្យរូបិយបានផ្សេងៗដែលធៀបជាមួយនឹងដុល្លារហ្នឹងស្រាប់តែមានសន្ទុះកើនឡើងបាទភ្លាមដោយគេមើលឃើញថាទំនងជាបាទក្រុមហ៊ុន Moody នេះគាត់វាតម្លៃបាទមិនខុសទេតាមរយៈអ្វីដែលលោក Donald Trump លើកឡើងនេះបាទបង្កជាក្តីព្រួយបារម្ភមួយនៅក្នុង
សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅក្នុងពេលខាងមុខហ្នឹងមួយទៅហើយមួយវិញទៀតតកតងទៅនឹងព័ត៌មានបន្ថែមទៀតដែលជាចលករជំរុញនោះដែរក្រៅតែពីរឿងសេដ្ឋកិច្ចនៅខាងក្នុងតកតងទៅនឹងបាទរឿងភូមិសាស្ត្រនយោបាយដែលខ្ញុំក៏សង្កល់ឃើញកាលពីម្សិលមិញបានធ្វើវីដេអូផុសដែរប៉ុន្តែផុសនៅក្នុង page ផ្ទាល់ខ្លួនបាទបងប្អូនចង់បានព័ត៌មានអាប់ដេតចាំម៉ោងចាំពេលចាំថ្ងៃអីហ្នឹងខ្ញុំមានការ live ថែមទៀតដោយសារនៅនេះយើងមាន schedule live តាមម៉ោងតាមពេលតែទៅខ្ញុំអាប់ដេតខ្លីៗបន្ថែមទៀតបាទទាក់ទងការវិវត្តនៃ breaking news ឬព័ត៌មានផ្សេងៗម្សិលមិញមានព័ត៌មានសុំទោសមិនម្សិលមិញម្សិលមួយថ្ងៃខ្ញុំមើលសិនឡើយខុសគឺព័ត៌មានដែលជាកម្ដៅនយោបាយមួយនៅឯមជ្ឈមពាបាទនោះគឺតាមរយៈការចុះផ្សាយដោយទូរទស្សន៍CNN បាទហើយបានផ្សាយបន្ថែមទៀតចេញយកមកផ្សាយបន្ថែមទៀតដោយ Bloomberg News ដាក់ក្នុង article តំបន់អត្ថបទធំស្ដីអំពីអ៊ីស្រាអែលកំពុងតែត្រៀមខ្លួនបាទវាយប្រហារទៅលើបាទហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់បាទអញ្ចឹងហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់ដែលសំខាន់បំផុតហ្នឹងគឺមានអីគេគឺរោងចក្របាទផលិតសារធាតុអ៊ូរេញ៉ូមរោងចក្រផលិតសារធាតុអ៊ូរេញ៉ូមនេះឬក៏ជាសារធាតុដែលប្រើប្រាស់សម្រាប់យកទៅផលិតអាវុធបល្ល័យឬក៏ថាអាវុធនុយក្លេអ៊ែរអញ្ចឹងអានេះជាព័ត៌មានមួយផ្នែកទៀតដែលចេញមកដាប់កម្ដៅទីផ្សារអ្វីនេះគាត់សង្កល់យើងឃើញថាប្រេងឆៅស្ទុះឡើងបាទ 72% កាលពីម្សិលមិញ 72% ដែលធ្វើឲ្យជំរុញឲ្យមាសដែលជាសត្វសុវត្ថិភាពហ្នឹងនៅតែបាទបន្តមានការកើនឡើងទៀតនៅតែបន្តមានការកើនឡើងទៀតអាហ្នឹងជារឿងបាទរឿងមួយផ្នែកទៀតហើយខាងធនាគារកណ្ដាលរបស់វិញតាមរយៈសមាជិករបស់ធនាគារកណ្ដាលអាមេរិកក៏បានមើលឃើញស្ដីងគ្នាដែរស្ដីងគ្នាទៅនឹងក្រុមហ៊ុន Moody បាទដែលចាត់ថ្នាក់វាតម្លៃពីរឿងសេដ្ឋកិច្ចសហរដ្ឋអាមេរិកដោយធនាគារនៅតែមើលឃើញពីក្តីកង្វល់ដូចជាក្តីព្រួយបារម្ភបាទតាក់ទងទៅនឹងបញ្ហាអតិផរណាចំនួនបាត់បង់ការងារធ្វើរួមទាំងអនថយនៃបាទសេដ្ឋកិច្ចជាដើមអញ្ចឹងជារួមទៅសភាពការចំពោះមុខដែលកំពុងតែវិវត្តប្រែក្លាយជាចលករvàជំរុញឲ្យទីផ្សារចិត្តប្រសាសន៍អ្នកវិនិយោគបាទងាកត្រឡប់មកវិញមកធ្វើការទិញឡើងឬក៏ប្រមូលទិញបន្ថែមទៀតនៅបាទលោហៈធាតុមាសបានយកទៅតម្កល់ដើម្បីតម្កល់ពីបញ្ហាអតិផរណានិងវិបត្តិផ្សេងៗអាហ្នឹងអត់តន់ខ្ញុំនិយាយរៀបរាប់ប៉ុណ្ណឹងត្រួសបាទរឿងខាងមជ្ឈមពាសំទោសរឿងនៅខាងយូក្រែននោះវិញយើងឃើញថាតាមព័ត៌មានចុងក្រោយបាទព័ត៌មានចុងក្រោយដែលបានចុះផ្សាយដោយ Bloomberg ដែរនោះគឺបាទតាក់ទងទៅនឹងអាមេរិកបាទលោក Trump ហ្នឹងគាត់ស្ងាត់គាត់ប្រាប់ទៅអឺរ៉ុបថារុស្ស៊ីគឺមិនទាន់បានត្រៀមខ្លួនរួចស្រេចនៅក្នុងការបញ្ចប់សង្គ្រាមទេអានេះជាព័ត៌មានអាប់ដេតចុងក្រោយហើយលោកហាក់អស់ជំនឿក៏ដូចជាបាទហាក់បង្ហាញចេតនាថាចង់ងាកចេញឬដកខ្លួនចេញអំពីការស្វះស្វែងរកសន្តិភាពបាទជូនប្រទេសទាំងពីរហ្នឹងមិនថាមិនធ្វើជាអាញាកដាលដើម្បីគូកងឲ្យមានការបាទចរចាគ្នាបន្ថែមនេះទេហើយព័ត៌មានដែលថាលហៀងតាក់ទងបាទទៅនឹងថារុស្ស៊ីក៏មិនទាន់បានត្រៀមខ្លួននេះអានេះជាព័ត៌មានមួយទៀតដែលបង្ហាញអំពីតម្រុយចរចាសម្រាប់ពេលខាងមុខបាទសម្រាប់ពេលខាងមុខហើយត្រង់ហ្នឹងហើយដែលខាងយូក្រែនគាត់បន្លឺឡើងឲ្យខាងភាគីអឺរ៉ុបដូចជាអាមេរិកហ្នឹងឲ្យបាទបន្លឺនៅក្នុងការដាក់នៅទណ្ឌកម្មបាទទៅលើរុស្ស៊ីដើម្បីដាក់សម្ពាធឲ្យចូលច្រកបាទចរចាដើម្បីរបបច្បាញ់ជាដើមអញ្ចឹងស្ថានភាពវិវត្តឃើញថាស្ពេចស្វែលមិនច្បាស់លាស់ទាក់ទងស្ថានភាពនៅខាងយូក្រែននៅនោះវិញក៏នៅតែបាច់មិនច្បាស់លាស់ហើយព័ត៌មានស្ថិតិដែលចេញចុងក្រោយថែមនេះនោះគឺតាក់ទងទៅនឹងធនាគារបាទធនាគារចិនដែលចេញរបាយការណ៍ដោយ The World Gold Council សមាគមប្រឹក្សាមាសអន្តរពិភពលោកបានចេញរបាយការណ៍អំពីការប្រមូលទិញបាទប្រមូលទិញបន្ថែមរបស់ធនាគារកណ្ដាលចិននៅក្នុងខែ4ដែលទំហំខែ4នេះទិញចូលប្រហែលជាខ្ទង់127.5តោន127.5តោន
127 បាទចុច 5 តោនសេចេះសោះបាទ 5 t នេះគឺតោនបាទអញ្ចឹងគឺជាទំហំមួយដែលច្រើនបើយើងបោកដកគុណចែកជាទឹកប្រាក់ទៅច្រើនមែនតើនៅក្នុងខែ4ដែលមានអ្នកបញ្ចេញចោលលុកនៅក្នុងទីផ្សារក៏មានអ្នកទិញជាពិសេសធនាគារកណ្ដាលហើយទំហំ 127 តោនកន្លះនេះបាទធៀបជាមួយនឹងខែមីនាខែ3ចំនួននេះវាច្រើនសឹងតែគុណជា2មានន័យថាវាលើសខែ3រហូតដល់ទៅ 73% ហ្នឹងមកយោងតាមស្ថិតិអញ្ចឹងបើមើលពីលំហូរនៃការដាក់បញ្ជាទិញអនុញ្ញាតឲ្យឈ្មួញឬក៏ធនាគារធំៗមកចិនអនុញ្ញាតឲ្យមានការទិញឡើងថែមទៀតអញ្ចឹងអានេះជារូបភាពមួយព្រោះជាទូទៅនេះហើយវាដូចជាអាសិតផ្សេងដែលត្រូវលាក់បាំងបានទេការដឹកជញ្ជូនការប្រមូលទិញនេះវាធ្វើឡើងនៅក្នុងទីផ្សាររ៉ាញ់ធំបាទវាមិនមែនជាការដែលអាចលាក់បាំងបាទផ្នែកអ្នកសារព័ត៌មានអ្នកខ្សែឬមួយក៏ស្ថាប័នធនាគារខ្លួនឯងនេះចេញមកប្រកាសអំពីមូលធនរបស់ខ្លួនដែលបំរុងនៅក្នុងធនាគារកណ្ដាលអញ្ចឹងនេះគឺជាព័ត៌មានចុងក្រោយដែលជាចលករមួយដែលខ្ញុំមើលឃើញថាជាទាក់ហៃកដែលរឹងមាំដែលនៅអាចជំរុញឲ្យតម្លៃហ្នឹងបាទមានការកើនឡើងបន្ថែមទៀតគណៈកើនឡើងទៅផុតតម្លៃខ្ពស់ដែរឬទេ 3,500 បាទយើងចាំមើលពីកម្លាំងជួញដូរពីមួយថ្ងៃទៅមួយថ្ងៃហើយបច្ចេកទេសនៅទីនេះខ្ញុំសូមបញ្ជាក់ថាជាការជួញដូរប្រចាំថ្ងៃវាមានអ្នកទិញនិងអ្នកលក់មានន័យថាអ្នកទិញអ្នកលក់ហ្នឹងនៅក្នុងទីផ្សារអញថតទិញនៅទីផ្សារអាស៊ីលក់នៅទីផ្សារអឺរ៉ុបឬក៏ទិញនៅទីផ្សារអឺរ៉ុបលក់នៅទីផ្សារអាមេរិកចឹងទៅអាហ្នឹងគេហៅថាពួក speculator បាទឬក៏ពួក hedge ខ្ញុំនិយាយថា speculator ហ្នឹងអ្នកដែលគេចំណេញលើទីផ្សារក្នុងមួយគ្រាខ្លីឬក៏ក្តាប់ឱកាសទីផ្សារក្នុងស្ពាបការណាមួយដែលផ្លាស់ប្ដូរអញ្ចឹងហើយតម្លៃវាមានការប្រែប្រួលឡើងចុះច្រើនជាពិសេសក្នុងរយៈកាល5ខែនេះដែលការប្រែប្រួលក្នុងមួយថ្ងៃវាឡើងដល់$700ក្នុងមួយជុំក្នុងមួយអោនអញ្ចឹងវាជាបរិមាណមួយដែលមានតម្លៃមួយខ្លាំងមែនទែនអញ្ចឹងបើសិនជាលើកមុនយើងទិញ10ឥឡូវយើងបន្ថយត្រឹមតែ5ឬក៏ត្រឹមតែ3ទេដើម្បីទុកគម្លាតឲ្យទីផ្សារប្រែប្រួលព្រោះកលានវត្តភាពឬឱកាសបង្កើនប្រាក់ចំណេញវាខ្ពស់ជាងមុនបើពីមុនតែ$30-40ក្នុងមួយអោនខ្ពស់ខ្លាំងបំផុតប្រែប្រួលខ្លាំងបំផុតឥឡូវវាឡើងដល់70ដល់100អញ្ចឹងការទិញរបស់យើងគឺអាចមានការចំណេញច្រើនតែក៏អាចខាតច្រើនដែរអញ្ចឹងត្រង់ហ្នឹងខ្ញុំតែងតែផ្ដល់យោបល់ថាគូតែប្រើនៅ stop loss ឬក៏ប្រើ stop loss ហ្នឹងឲ្យរៀងគម្លាតឆ្ងាយបន្តិចហើយបរិមាណទិញឲ្យបាទរៀងថយបាទដើម្បីទុកគម្លាតឲ្យទីផ្សារប្រែប្រួលតែយ៉ាងណាក៏យើងនៅតែបានផលចំណេញដែរអ្វីដែលរៀងលំបាកបន្តិចនោះសម្រាប់លោកស្រីដែលរស់ស៊ីបាទជា fiscal goal ឬក៏ជាគេថាជាលោហៈធាតុមាសសុទ្ធទាំងមាសដុំមាសគីឡូអីហ្នឹងមានថាការទិញលក់ជួញដូរអីហ្នឹងចំនួនថ្លៃបាទមានការរីកឬក៏ធំជាងមុនអាហ្នឹងជាទូទៅទេការរស់ស៊ីនៅពេលដែលមានការចាប់អារម្មណ៍ច្រើនហើយទីផ្សារមានការប្រែប្រួលឡើងចុះច្រើនដើម្បីការពារហានិភ័យបាទឈ្មួញឬក៏អ្នករស់ស៊ីឬក៏ជាតកែហ្នឹងគេតែងតែបាទទុកគម្លាតដើម្បីការពារហានិភ័យផងដើម្បីគេនៅផលចំណេញផងអញ្ចឹងយើងជាអ្នកទិញតិចតួចឬមួយក៏ទិញរយៈកាលខ្លីវាពិបាកនឹងកើតផលចំណេញមែនតើពិបាកមិនឧទាហរណ៍ថាពីមុន1គីឡូគម្លាតខុសគ្នាតែ100ឬ200ឥឡូវវាចិត្ត1000តែ5ឬ600អញ្ចឹងទៅបាទពីមុនមួយតម្លឹងថា$3 $4ឥឡូវវាអាច10 20ឬក៏30អញ្ចឹងទៅចានេះវាជួញដូររយៈកាលខ្លីរៀងលំបាកបន្តិចដើម្បីបង្កើនផលចំណេញពីទីផ្សារហ្នឹងឥឡូវបាទខ្ញុំមកបន្ថែមបច្ចេកទេសបាទខ្ញុំសង្ខេបប៉ុណ្្នឹងចុះតើតើការវិវត្តនៃបរិការទីផ្សារអីថោហើយបច្ចេកទេសយើងឃើញថាចិត្តដល់ទីផ្សាររោបបើកតម្លៃហាងឆេងមាសរៀងសណ្ដកជើងបន្តិចឬក៏មានការលក់ចុះបន្តិចបាទពី43ពីព្រឹកហ្នឹងឥឡូវស្រកមកមិញ26ណាស្រកលឿនឡើងលឿនណាបាទ26ហើយឥឡូវឡើងដល់30 31អញ្ចឹងខ្ញុំលើកបន្ទាត់ខ្មៅនេះខ្ញុំដាក់ជាតំបន់ demand zone មានន័យថាជាតំបន់ដែលត្រូវទិញឡើងបាទមានន័យថាវា break ពីម្សិលមួយថ្ងៃគៀងឯពុតហ្នឹងគឺតំបន់ទិញឡើងហើយមានថាផុតតំបន់ហ្នឹងខ្ញុំមើលឃើញថាអាចគៀកនឹង3400ឬក៏អាចលើ3400នៅក្នុងសប្តាហ៍ហ្នឹងបើយោងតាមបច្ចេកទេសនៅទីនេះនិងស្ពាបការដែលកំពុងតែមានការវិវត្តឥឡូវខ្ញុំឲ្យតំបន់ទីខ្ពស់ជីងដូសម្រាប់ថ្ងៃហ្នឹងខ្ញុំយកចំណុច resistance ពីម្សិលមិញបាទជាចំណុច support
ត្រង់តំបន់នេះលើ20ដាក់តតពណ៌ក្រហមដើម្បីងាយស្រួលចំណាំតតពណ៌ខ្មៅគឺជាតំបន់ដែលបំបែកពីម្សិលមិញខ្ញុំទុកដដែលទៅជា support ទី1ហើយទី2នៅក្នុងតំបន់កម្រិត2300 3300បាទពីតំបន់ហ្នឹងអញ្ចឹងមិញវាធ្លាក់ដល់26វិគិបាទតិចតួចក្នុងតំបន់ហ្នឹងវិគិតិចតូចអញ្ចឹងពីតំបន់ហ្នឹងគឺសិតតាំងឲ្យជាតំបន់ demand zone ដែលយើងត្រូវបាទទិញឡើងត្រឡប់ទៅវិញបាទទិញឡើងត្រឡប់ទៅវិញនៅក្នុងពីតំបន់ហ្នឹង resistance ក្នុងថ្ងៃហ្នឹងខ្ញុំគូក្នុងរង្វង់ក្រោម 3400 បន្តិចនៅលើត្រង់កម្រិតបាទខ្ញុំវាស់ Fibonacci ព្រឹកមិញតង់រង្វង់8ជាងបាទថា87ចុះខ្ញុំដាក់ផ្ទាត់ពណ៌ខៀវបាទជាតម្លៃដែលអាចនឹងមានការឡើងមានន័យថាពីតំបន់នេះតំបន់ក្រហមនេះគឺជាតំបន់ដែលយើងអាចទិញឡើងបាទទិញឡើងមកវិញចឹងresistance ទី1ក្នុងរង្វង់ 3387 ហើយ resistance ទី2ក្នុងរង្វង់ 3400 បន្តិចបាទ3412ដុល្លារអញ្ចឹងយើងចាំមើលថាតើចន្លោះប៉ុណ្ណឹងពី30ទៅ80 50ដុល្លារជាងទៀតក្នុងមួយអោនឬក៏ល្បាក់60 70ដុល្លារទៀតក្នុងមួយអោនតើវាអាចទៅដល់អីទេបាទបើខ្ញុំវាស់ស្ទង់អំពីស្ភាពការទូទៅដែលកំពុងតែមានការវិវត្តលើទីផ្សារហើយបច្ចេកទេស demand zone តំបន់ Chindo នៅទីនេះដែលបង្ហាញអំពីបាទតម្រូវការអ្នកទិញត្រឡប់ទៅវិញរួមទាំងរបាយការណ៍សេដ្ឋកិច្ចនិងទិន្នន័យផ្សេងដែលចេញផ្សាយមកផងបាទជាពិសេសទិន្នន័យចុងក្រោយទាក់ទងរបាយការណ៍ចិនដែលគាត់ប្រមូលទិញពីខែឧសភាជាទូទៅរបាយការណ៍នេះវាពិបាកបន្តិចគេត្រូវវាស់វែងស្ទាបស្ទង់ច្រើនមែនទែនឬក៏ត្រូវប្រមូល data ច្រើនមែនទែនឬក៏ទៅតតល់ធនាគារហ្នឹងគាត់ប្រកាសដោយខ្លួនឯងទើបយើងដឹងទិន្នន័យជាក់លាក់ណាមួយចាំបើខាតតាទិញដោយគាត់តែយើងមើលនឹងភ្នែកទៅទេវាលំបាកតិចអញ្ចឹងជាស្ដែងទិន្នន័យខែមេសាវាទៅតែ release ចេញឥឡូវទេអញ្ចឹងចែកតែខ្ញុំឲ្យពីតំបន់ហ្នឹងជារួមទៅលើកម្រិត 3000 3300 នេះ 3310 3320 លោកស្រីអាចចាណាទិញឡើងទៅវិញបានបាទតម្លៃបច្ចុប្បន្នហ្នឹងគឺអាចទិញឡើងទៅវិញបានដែរអញ្ចឹងទាំងមាសទាំងដុំទាំងគីឡូជាកិច្ចសន្យាអនាគតនៅទីនេះបាទក៏ខ្ញុំប្រៀបធៀបពីមធ្យោបាយការទិញលក់បាទទិញដូរមួយណាវាលឿនជាងវាផ្សាយជាងហើយវាចំណេញជាងបាទហ្នឹងវាអាស្រ័យទៅលើលោកស្រីដែរសមាជិកក្នុងការជួញដូរទេព្រោះជាស្ដែងទៅនៅទីនេះខ្ញុំមានអតិថិជនច្រើនស្ទើរតែ 80% 90% ដែរប៉ុន្តែក៏មានដែរអតិថិជនដែលគាត់ជាអ្នករកស៊ីជាបាទជា physical gold មានន័យជាមាសសុទ្ធមាសគីឡូហ្នឹងឬក៏ជាគ្រឿងអលង្ការពីប្រហែល10ឬ 15% ទេប៉ុន្តែ 10-15% ហ្នឹងវាស្ទើរតែ24ខេត្តក្រុងទៅហើយបាទអញ្ចឹងខ្ញុំផ្ដល់យោបល់ប៉ុណ្ណឹងហើយបើមានសភាពការវិវត្តបែបណាបន្ថែមទៀតខ្ញុំនឹងអាប់ដេតជូនថ្ងៃនេះមានព័ត៌មាន breaking news មួយដែរដែលខ្ញុំចាប់អារម្មណ៍នោះគឺតាក់ទងទៅនឹងមន្ត្រីទូតអ៊ីស្លាមសំទោសមន្ត្រីទូតរបស់អ៊ីស្រាអែល2នាក់ដែលប្រចាំការនៅឯ Washington DC បាទត្រូវបានគេសម្លាប់ហើយចិត្តការសម្លាប់ហ្នឹងគឺនៅចិត្តវិហារសំទោសមិនវិហារនៅចិត្តសារមន្ទីរ Swiss បាទអញ្ចឹងយើងจะមើលការវិវត្តនៃសភាពការថាទីមើលអានេះវាតកតងរឿងនយោបាយនៅរឿងសង្គ្រាមនៅតំបន់កាហ្សាតែបើថាមានគេស្រែកបាទស្រែកជាសំឡេងពលឺឡើងថាឲ្យ release ឬក៏ដោះលែងបាទពួក Hamas មានថាឈប់វាបហាឈប់អីចឹងទៅប៉ុន្តែវាជាបាតុភូតមួយដែលជាអាចថាជាកម្ដៅនៅតំបន់មជ្ឈមណ្ឌលតែបើថាការដែលមន្ត្រីទូតទៅបានសម្លាប់នេះជាពិសេសនៅរដ្ឋនៅ Washington DC តែម្ដងបាទជារដ្ឋដ៏ធំរបស់សហរដ្ឋអាមេរិកណាហើយនៅលើទឹកដីអាមេរិកថែមទៀតអញ្ចឹងនេះវាចាំមើលបន្ថែមទៀតពីសភាពការហ្នឹងព្រោះវាឆ្លុះបញ្ចាំងនៅឯខាងមជ្ឈមណ្ឌលបាទនៅខាងឯមជ្ឈមណ្ឌលជាពិសេសការវិវត្តនៃកម្ដៅឬភាពតានតឹងណាមួយដែលយើងត្រូវតាមថែមទៀតជាពិសេសរឿងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ខ្ញុំនៅតែតាមដានឃ្លាំមើលពីសភាពការហ្នឹងទេតើវាអាចទៅរួចដែរទេតែបើថាជារឿយនៅពេលណាដែល CIA ឬក៏ភ្នាក់ងារសម្ងាត់ភ្នាក់ងារស៊ើបការសម្ងាត់របស់ខាងសហរដ្ឋអាមេរិកគាត់ចេញផ្សាយឬក៏ចេញរបាយការណ៍ណាមួយដោយឆិតឈៀងដោយប្រយោលថាអាចនឹងមានការវិភាគណាមួយអត់យូរទេអានេះតាមការសង្កេតឃើញរបស់ខ្ញុំទេដូចជារាល់ដងនៅខាងយឺម៉ែនបាទពួកហូទីនៅឯយឺម៉ែននៅឯសេរីនៅ10តំបន់ចិត្តមជ្ឈមណ្ឌលហ្នឹងឲ្យតែមានរបាយការណ៍ណាមួយពីខាង CIA ហ្នឹង
và anh ấy còn là mưa tới hay bỏ miếng ấy có bị một tuần confirm này tới bắt tham mà sao mấy bắt tam để dùng khơi bỏ miếng ấy cái bàn xạ sâu từ mình tay thả ba bỏ rồi làm rạch đài bàn tay anh miếng càng lại tỏ vậy hay cái xu từ mình tay tốt Israel trăm cả nơi Americ nắng decline bạn decide và mình fly to từ đường đài cho nên dương chậm mười thèm tiết vậy để nhom chậm mười nó cứ phát cam từ tìm xa preng và sinh nhật nông cả đây đại miên cầm đại web nâng mến hay nơi Rusi nơi can từ bàn chop nó thấy chia cả lo mà cả video video tại bờ sân chỉ phiệp cá đôi phải cho bón được thu sàn tịch máy preng tụi bay thẹt mình trà này này bây giờ trầm học sập rồi cả crom học sập chỉ một chùm tịch tuổi chẳng bờ dây bị crom học sập chỉ một chùm tịch tuổi anh dây bàn thang mình chỉ clip ngay nè thì preng đấy nhưng mà đòi bỏ tình mà nhóm tới tại đòi bỏ tình vì cầm rạch học chiêng này và tuột cả hòm đấy dùng cô vú hay và lấy vì mặt kỹ chất đầm bon là dùng cô sập reason thì môi học sập trong pi về lại toàn đó này bên tay này là tính nhưng chưa thật quạt ban trên đây nhỉ preng nhé không mà thông và tên gì học sập là đó học sập pram học sập mũi có trên đây ban pram của môi là không mà thông này và đưa vào man và chỉ cần trắc sai mình lót với trên đây ban của môi pòn đi không dạ cả những cô này đi chỉ đào việc là khai mình việc nào thì người không đào khai pram không đào khai pram trong ngày thì pram điểm cú chẳng như mơ việc ca thêm đi tới thì riêng là đó học và mối cái sọ tinh mà học buồn mà bên trai toàn chiết chẳng bao việc ca nơi đầm bón nắng sắp cũng đau để nhung anh ấy còn là chi ca đại thành nhung sân than tổng muốn cho mình đây tha là phiền để ai tới rồi những việc hạ sắp này phần tay bảo trong cả này để cài miên đục kịp nâng mến biên phơi ai thầm lại cái tôi là cũng hốc liêm liêm đằng đònจะหลอกปีผมใบจะดับเหรอไม่รู้กับอันยังทางจะหลอกปีผมใบจะดับอะไรของmột thùng đâyปีแต่หลายhọc sắp nó học buồn nó tới chặt sắp pi rồi có chặt sắp buồn là không một thùng là thêm là nắng chẳng vì ai lơ ở vậy để dùng cuồng thiệt nắng bà vô tham ship cả lại hay chỉ mới khang si mới ta mình miên cả quạt này cả cho cha là môi tết bộ lô khẩn lệnh để chia rộng rồi có công ty chi bên dịp xe làm đấy những con nâng niên bị thiên là ca đạm sầm piết rồi có đạm và toàn là ca mình thay em tạm dạng ca đã pôn làm lại pôn lưu tép sinh nó chơi tầm đánh vì Russi rư mùi cái dạng này nên chăm mười thảm tiệt và bạn thà rấu cái ban trim flow rồi ta hỏi thì phía hàng đấy có cái ban rip trong cái chop năng đấy cho bên trái mình toàn ăn mặt sòng này toàn ăn mặt sòng cho nên như mình update về cái nói xem ra bò là miền nâng và chẳng preng có một thì mi hành prengនៅមើលឃើញវាអាកាសក្នុងការទិញឡើងបន្ថែមទៀតបានសម្រាប់តម្លៃទាំងពីរហ្នឹងហើយមានការប្រែប្រួលវិវត្តបែបណាខ្ញុំធ្វើការអាប់ដេតជូនថែមទៀតមួយវិញទៀតតកតងទៅនឹងរូបិយបានម្ដងទីផ្សារបដូរប្រាក់ទីផ្សារបដូរប្រាក់បើយោងតាមស្ពាបការពេលឥឡូវតកតិនទៅនឹងរូបិយបានដុល្លារតកតងព័ត៌មានជុំវិញដុល្លារហាក់ដកសេចក្តីទុកចិត្តពីអ្នកវិនិយោគពីអ្នកចិញ្ចោទៅលើប្រាក់ដុល្លារដកមិនទាំងស្រុងទេគាត់ថាទី1បើសិនជាមើលឃើញនៅអនុភាពនៃកញ្ចប់ថវិកាជាតិអនុភាពនៃកញ្ចប់ថវិកាជាតិនេះចង់សម្ដៅដល់គេថា government deficit ហ្នឹងមានន័យថាអនុភាពនៃកញ្ចប់ថវិកាជាតិឬរដ្ឋតាមរយៈគោលនយោបាយនៃការកាត់បន្ថយពន្ធដារនេះវាធ្វើបាត់ចំណូលរដ្ឋមួយផ្នែកទៅហើយតាមរយៈការតឡើងពន្ធហ្នឹងវាធ្វើឲ្យចរន្តគ្រប់គ្រងតំណែងនៅទីផ្សារហ្នឹងក៏រៀងថមថយអញ្ចឹងធ្វើឲ្យបាត់បង់នៅចំណូលពន្ធដារហើយធ្វើឲ្យចំណូលរបស់រដ្ឋហ្នឹងធ្លាក់ហើយបើសិនជាមានផែនការចំណាយផ្សេងៗហ្នឹងការប្រៀបដូចជាការផ្គត់ផ្គង់របស់ពន្ធលុយបន្ថែមទៅលើទីផ្សារគណៈដែលរដ្ឋាភិបាលលោក Donald Trump ហ្នឹងគាត់មានបំណងចង់ឲ្យធនាគារបាទកាត់បន្ថយអត្រាការប្រាក់ឲ្យទាបតាមអាចទៅរួចឲ្យឆាប់បំផុតតែនេះជាការចង់បានរដ្ឋាភិបាលទេធនាគារនៅកាន់គោលជំហររបស់ធនាគារតែយើងចាំមើលថាបើសិនជាអ្នកបាត់បង់ការងារធ្វើច្រើនរបាយការណ៍សេដ្ឋកិច្ចនៅតែធ្លាក់អញ្ចឹងអត្រាការប្រាក់ត្រូវតែបន្ថយមកវិញ
chẳng như chậm mơ khai và to to tiền mới chụp xe năn phàm mày đâu không đam khai cái tạo viên nó bị bọt bạn này sân gì bị lẹ nên từ này kia còn ai chẳng tới cặp thỏi các bạn bay buồn đòn không chạm nắng phải tiếp phải chẳng biết từng chùm đôi ai đợt là nắng ai nắng thom thôi được gặp bạch bong nằm lái thì mua được 7 bản chuyển xe tẻ to nó ngày chain red ta độc ra bạn chẳng lôi dán mà lợi ní nơi không còn rất sai sập bẫy bạn ta cu tinh là thôi thế bỏ mơ chạy té lưỡi dây nên non thì đừng ai tinh là bài phôi xanh thì nếu mình tha tinh được lá lụi dây mình thấy bỏ mơ vì rupay bàn đô lá đại công phong là thong thói chẳng lưỡi dây ai miền sừng khâmของการล้างแถมទៀតការการล้างในលុយយេននេះមានន័យថាបើក្រាបនៅទីនេះដុល្លារនៅប្រមុខអញ្ចឹងបើលុយយេនកើនមានថាលុយយេនមានត្រូវស្រកចេះមានន័យថាដុល្លារទិញបានយេនតិចជាងមុនបាទដុល្លារទិញបានយេនតិចជាងមុនពីមុនទិញបាន143ឥឡូវទិញបានតែ140អញ្ចឹងទៅមានន័យថាដុល្លារទិញយេនបានតិចជាងមុនអាហ្នឹងលុយយេនវាថ្លៃហើយដុល្លារថោកហើយខ្ញុំជឿថារបាយការណ៍តាក់ទងទៅនឹងអ៊ីស្រាអែលថាចង់វាបហាទៅលើអ៊ីរ៉ង់ហ្នឹងក៏ធ្វើលុយស្វីសលុយយេនហ្នឹងក៏បាទមានការកាឡើងដែរដែលជាសេះវណ្ណសិទ្ធណាអញ្ចឹងបច្ចេកទេសនៅទីនេះបើមើលទៅវាជាតំបន់ demand zone ឬក៏ support ដែលត្រូវទិញឡើងមកទៅវិញតែបើយោងតាមស្វេការទូទៅលុយយេនដំណងជានឹងអាចបាទស្រកបន្ថែមទៀតស្រកនៅទីនេះមានន័យថាលុយយេនអាចកើនតម្លៃទី1ដុល្លារបាទអញ្ចឹងលោកស្រីអាចគិតគូរចារណាការ short sale បន្ថែមទៀត short sale មើលពីបច្ចេកទេសទៅខ្ញុំគូតំបន់នេះជា resistance ចិត្តកម្រិត144ដុល្លារក្នុងមួយយេនហើយតំបន់ដែលធ្លាក់ទាបបន្ទាប់ទៅខាងក្រោមគឺក្នុងរង្វង់141ជាងថា142ចុះអាចធ្លាក់មួយយេនជាងដាក់តបក្រហមហើយទី2ក្នុងកម្រិត140ក្នុងកម្រិតនេះអញ្ចឹងមកធ្លាក់មកក្រោមមកថតទៀតបបាយទៅនៅក្រហមទី1ណាបាទ42ហ្នឹងអាចបន្តមកធ្លាក់ទៅ140ថែមទៀតអញ្ចឹងក៏ចំណេញបាន74យេនថា3យេនជាងក្នុង1ដុល្លារចុះបាទឬក៏មកឡប់ផ្សាយវា7 3ដង 2100 បាទអញ្ចឹង 2100 អាហ្នឹងក្នុងឡប់ផ្សាយបាទបានសួស្ដីបងតាមាសគូទិញឬលក់បងថលហើយនឹងបងស៊ីវមីបាទខ្ញុំជម្រាបជូនមិញមាសបងអាចទិញឡើងបន្ថែមទៀតបានបើយោងទៅតាមកតាចលករដែលខ្ញុំបានលើកឡើង1 2 3 4 5ទីខាងដើមមិញណាបាទបងដឹងបានស្ដាប់តន់ឬមិនតន់ទេបាទប៉ុន្តែអាចទិញបានហើយខ្ញុំជឿថាបើទិញនៅទីនេះសូម protect ហ្នឹងមិនឧទាហរណ៍ថាបើសិនជាយើងទិញណាមាស1អោនឬក៏1តម្លឹងវាកម្រិតថ្លៃ10 15ឬ20ដុល្លារក្នុង1អោនឧទាហរណ៍ណាអញ្ចឹងបើសិនជាយើងទិញ1តម្លឹងកម្រិតថ្លៃ10ដុល្លារទិញនៅទីនេះវា10ដុល្លារក្នុងកម្រិតថ្លៃវាខ្ទង់តែ30 40សេនទេអញ្ចឹងយើងយក10ដុល្លារដែលយើងទិញជាសុទ្ធនេះយើងយកបន្ទុកដាក់ stop loss ហ្នឹងជាវិធីសាស្ត្រមួយដែលឆ្លាតវៃក្នុងការជួញដូរជាក្បូនមួយដែលខ្ញុំមើលឃើញថាហានិភ័យមានដូចគ្នាឧទាហរណ៍តែបើទិញខាងក្រៅយើងដឹងអាខាតក្នុងមួយតម្លឹង10ដុល្លារឧទាហរណ៍ចុះក្នុងនេះយើងកម្រិតថ្លៃវាខ្ទង់តែ50សេននេះទេកន្លះដុល្លារទេអញ្ចឹងយើងជួញដូរយើងដាក់ stop loss កម្រិតវាទុក9 10ដុល្លារទៅឲ្យស្មើនៅខាងក្រៅអញ្ចឹងអានេះជាការការពារហានិភ័យដ៏ល្អបំផុតនៅខាងក្រៅទិញភ្លាមដឹងតែលោកទៅខាតកម្រិតថ្លៃហ្នឹងនៅក្នុងនេះខាតកម្រិតថ្លៃតិចតួចហើយទុកអាកម្រិត9 10ដុល្លារហ្នឹងទុកឲ្យវាទប់ទល់vàoក្នុងករណីទីផ្សារដើរបញ្ច្រាស់នៅការបញ្ជាទិញរបស់យើងឬក៏កិច្ចសន្យារបស់យើងចាអញ្ចឹងនេះវាជាវិធីសាស្ត្រមួយទេហើយមិនជំរុញលើកចិត្តទាំងស្រុងថាបងប្អូនលោកស្រីនៅទីនេះត្រូវតែបាទជួញដូរឬធ្វើកិច្ចសន្យាលេខថ្លៃនៅទីនេះទេវាអាស្រ័យលើការសម្រេចចិត្តបាទថាខ្ញុំជាអ្នកប្រឹក្សាក្នុងទីផ្សារហិរញ្ញវត្ថុក៏ពិតមែនចុះបាទប៉ុន្តែ
រកការជីដូបាទលោកស្រីអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងថែមទៀតព័ត៌មាននៅទីនេះទាំងស្រុងដូចគ្នាដែរបាទអញ្ចឹងខ្ញុំអាប់ដេតប៉ុណ្ណឹងចោះហើយមានសំណួរអស់ហើយដូចជាបាទខ្ញុំឆ្លើយបានប៉ុណ្ណឹងហើយអរគុណដល់បងប្អូនលោកស្រីទាំងអស់គ្នាដែលចូលមកតាមដានបាទការ live តបតនៅទីនេះខ្ញុំសូមបញ្ជាក់ថាក្នុងថ្ងៃទី31នេះយើងក៏មានសិក្ខាសាលាបាទដែលនឹងរៀបចំឡើងធ្វើឡើងនៅបាទក្រុមហ៊ុន BIC បាទនៅលើធនាគារ BIC ជាន់ទី2បាទអញ្ចឹងបើសិនជាបងប្អូនមានជាចំណាប់អារម្មណ៍ចង់ចូលរួមវគ្គសិក្ខាសាលានេះអាចធ្វើការចុះឈ្មោះបានបាទដែលខ្ញុំបានដាក់លេខទូរស័ព្ទនៅខាងលើស្រាប់ឬក៏នៅក្នុង link លោកស្រីអាចធ្វើការ connect មកផ្ទាល់មកដើម្បីធ្វើការចូលឈ្មោះបាទចូលរួមសម្រាប់អ្នកថ្មីឬមួយក៏អ្នកចាស់ដើម្បីបានជាកន្លឹះបច្ចេកទេសបន្ថែមទៀតសម្រាប់ការបាទជីងដូសម្រាប់ការជីងដូនៅក្នុងទីផ្សារហិរញ្ញវត្ថុឲ្យកាន់តែមានប្រសិទ្ធភាពបាទមើលសិនឡើងខុសចឹងខ្ញុំចប់ប៉ុណ្ណឹងចុះបាទសូមអរគុណដល់បងប្អូនអរគ្នាម្ដងទៀតដែលចូលមកតាមដានការ live បន្តនៅទីនេះយើងជួបគ្នានៅក្នុងពេលក្រោយទៀតសូមអរគុណ